សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមនាំបងប្អូនមកធ្វើនំអំបិលស្នូលជាមួយខ្ញុំបងប្អូនប្រហែលជាឆ្ងល់មិនបានហៅនំអំបិលស្នូលជាឈ្មោះដែលខ្មែររបស់យើងហៅបងប្អូនសូមអរគុណដល់អាមីងធរនីនេះដែលបានប្រាប់ពីឈ្មោះនំអំបិលស្នូលនេះអញ្ចឹងនេះគឺជានិយមន័យបងប្អូននំអំបិលស្នូលគឺជានំអំបិលដែលមានដាក់បន្ថែមស្នូលសាច់ឆាលាយជាមួយនឹងបន្លែខាងក្នុងនំអំបិលស្នូលឬក៏គេហៅម្យ៉ាងទៀតថានំអញ្ឆៅនេះឯងបងប្អូនដូច្នេះយើងគួរតែហៅនំនេះថានំអំបិលស្នូលវិញណាបងប្អូនព្រោះជាឈ្មោះរបស់ខ្មែររបស់យើងសម្រាប់នំអំបិលស្នូលរបស់យើងថ្ងៃនេះគឺនឹងខ្ញុំប្រើប្រាស់ម្សៅអង្ករខ្មែរបងប្អូនអត់មានពេលកិនម្សៅដូចកាលពីនៅក្មេងៗនេះហើយម្យ៉ាងអត់មានត្បាល់ផងដូច្នេះហើយទឹកនាងខ្ញុំយករមៀតរបស់យើងមកធ្វើការក្លុកដើម្បីចម្រោះយកទឹករបស់វាយកទៅលាយជាមួយម្សៅបងប្អូនហើយគ្រឿងផ្សំរបស់យើងមានដូចជាកំពឹសសាច់ជ្រូក3ជាន់ទឹករមៀតខ្ទិះដូងអំបិលសាច់ដូងជាមួយនឹងម្សៅអង្កររបស់យើងបងប្អូនហើយយើងក៏មិនអាចបំភ្លេចបានដែរគឺសណ្តែកបណ្ដុះសម្រាប់ធ្វើជាស្នូលរបស់នំបងប្អូនហើយនេះជាគ្រឿងសម្រាប់ធ្វើស្នូលតោះឥឡូវនេះបងប្អូនយើងមកឆាសាច់ដើម្បីត្រៀមរៀបចំទុកធ្វើជាស្នូលសម្រាប់ចាក់នំអំបិលស្នូលរបស់យើងថ្ងៃនេះបងប្អូនចឹងយើងបើខ្ទះឲ្យក្តៅហើយយើងចាក់ខ្លាញ់ហើយនឹងខ្ទឹមបំពងបើសិនជាបងប្អូនអត់មានខ្ទឹមបំពងទេអាចប្រើខ្ទឹមសយើងធម្មតាហ្នឹងបំពងឲ្យឈ្ងុយទៅបងប្អូនរមកយើងដាក់សាច់ដាក់គ្រឿងហើយនឹងកំពឹសអីហ្នឹងចូលឆាចូលគ្នាឲ្យសព្វមកបងប្អូនហើយថែមទឹកបន្តិចយើងធ្វើការឆាត្រឡប់មកឲ្យសព្វហើយរំងាស់ឲ្យឆ្អិនដល់មកចាំយើងថែមការ៉ុតជាមួយនឹងសាច់ដូងរបស់យើងហើយឆាត្រឡប់ចូលគ្នាមិនបាច់យូរបងប្អូនប្រហែលជា2នាទីអីទៅបានហើយឲ្យវាឆ្អិនល្មមចូលជាតិគ្នាល្អបញ្ជាក់ផងដែរបងប្អូនសម្រាប់ស្នូលរបស់យើងឆាឲ្យមានរសជាតិឡំបានហើយកុំឲ្យមានរសជាតិដិតខ្លាំងពេកបងប្អូនព្រោះដោយសារយើងត្រូវញ៉ាំជាមួយទឹកជ្រលក់ឥឡូវនេះយើងមករៀបចំលាយម្សៅដើម្បីយកទៅចាក់នំអំបិលស្នូលរបស់យើងបងប្អូនអញ្ចឹងសម្រាប់ម្សៅអង្ករយើងធ្វើការរែងវាបែបនេះសិនណាបងប្អូនដើម្បីងាយស្រួលនៅក្នុងការលាយល្បាយឲ្យសព្វល្អហើយយើងថែមគ្រឿងបន្តិចទៅសម្រាប់គ្រឿងមានអំបិលម្សៅស៊ុបប៊ីចេងនិងស្ករបន្តិចបងប្អូនហើយយើងថែមទឹកហើយយើងលាយល្បាយឲ្យសព្វប៉ុន្តែពិចារណាបងប្អូនសម្រាប់ម្សៅសម្រាប់ចាក់នំនេះកុំឲ្យមានរសជាតិដុតពេកបងប្អូនគ្រាន់តែឡំទៅបានហើយបងប្អូនធ្វើការកូរឲ្យសព្វឲ្យខ្លាយទៅជាល្បាយតែមួយបងប្អូនហើយការលាយម្សៅនេះផងដែរគឺសំខាន់មែនទែនបើមិនជាយើងលាយអត់ត្រូវចាក់នំទៅអត់ល្អហើយបងប្អូនភ្លេចជំរាបជូនបងប្អូនអញ្ចឹងសម្រាប់ម្សៅបងប្អូនកុំភ្លេចលាយជាមួយពងមាន់ខាងពីក្រៅផងបងប្អូនព្រោះដើម្បីឲ្យងាយស្រួលចាក់ហើយនំរបស់យើងមានរសជាតិឆ្ងាញ់ទៀតតោះបងប្អូនឥឡូវនេះដល់ពេលវេលាចាក់នំហើយមកមើលទាំងអស់គ្នាថាតើការចាក់នំរបស់ខ្ញុំល្អឬក៏អត់ចាបងប្អូនសូមសារភាពថាចាក់អត់សូវបានល្អទេអត់មូលទេព្រោះដោយសារតែខ្ញុំខានចាក់ជាង10ឆ្នាំហើយគឺធ្លាប់តែចាក់កាលពីនៅក្មេងៗដោយសារលោកយាយរបស់ខ្ញុំគាត់ចូលចិត្តបង្រៀនឲ្យខ្ញុំចាក់នំចាក់អីកាលពីនៅពីក្មេងចឹងណាបងប្អូនអញ្ចឹងថ្ងៃនេះមករំលឹកអនុស្សាវរីយ៍កាលពីនៅក្មេងៗតើបងប្អូនអ្នកខ្លះដែលធ្លាប់មានបទពិសោធន៍រៀនចាក់នំកាលនៅពីក្មេងៗនេះចាក់នំអំបិលស្នូលនេះចឹងអាចខមមិននៅខាងក្រោមបានណាបងប្អូនហើយសូមបងប្អូនជួយដាក់បន្ទូឲ្យផងតែការចាក់នំរបស់នាងខ្ញុំនឹងបានល្អកម្រិតណាដែរចឹងបងប្អូនអាចមើលសាច់នំបានណាបងប្អូនគឺកាលណាដែលយើងលាយម្សៅត្រូវគឺមានពណ៌ល្អក្លិនឈ្ងុយហើយគឺស្រួយទៀតបងប្អូនគឺមានរសជាតិឆ្ងាញ់ណាចាឥឡូវនេះនំអំបិលស្នូលរបស់យើងរួចរាល់បងប្អូនរសជាតិឆ្ងាញ់មែនតើពេលកាត់តវីដេអូនេះមានអារម្មណ៍ថាឃ្លានចង់ញ៉ាំម្ដងទៀតអរគុណច្រើនសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយ